តើមានអ្នកណាខ្លះដែលធ្លាប់គិតចង់ចេញរកស៊ីជាមួយនឹងដើមទុនត្រឹមតែ$1000បងប្អូនមានដឹងទេថាដើមទុនត្រឹមតែ$1000ធ្វើឲ្យកើតនៅប្រភពចំណូលដែលធ្វើឲ្យជីវិតរបស់បងប្អូនល្អប្រសើរឡើងដោយប្រើរយៈពេលមិនលើសពី1ឆ្នាំនៅក្នុងយុគសម័យកាលបច្ចេកវិទ្យានិងទីផ្សារ Digital កំពុងរីកចម្រើនខ្លាំងដោយពេលបច្ចុប្បន្ននេះវាមិនមែនជារឿងពិបាកតទៅទៀតឡើយប៉ុន្តែជាការពិតដែលអ្នកអាចសម្រេចបានបើសិនជាអ្នកមានការតាំងចិត្តខ្ពស់និងមានផែនការច្បាស់លាស់ខ្ញុំនឹងបង្ហាញផ្លូវឲ្យអ្នកទាំងអស់គ្នាបានមើលឃើញនិងជម្រើសជាច្រើនដែលអាចយកទៅធ្វើបានដោយផ្អែកលើបទពិសោធន៍ជាក់ស្ដែងនិងការសិក្សាទីផ្សារនៅក្នុងប្រទេសកម្ពុជារបស់យើងដើម្បីឲ្យអ្នកដែលមានដើមទុនតិចតួចអាចយកមកអនុវត្តបានភ្លាមៗនិងទទួលបាននូវលទ្ធផលពិតប្រាកដអ្វីដែលខ្ញុំយកមកបង្ហាញនេះគឺមិនមែនចេះតែនិយាយទេបងប្អូនទាំងអស់គ្នាគឺបងប្អូនអាចយកទៅអនុវត្តបាននេះគឺជាអាជីវកម្ម5ប្រភេទដែលល្អបំផុតសម្រាប់ឆ្នាំ2025ទៅឆ្នាំ2026ដែលស័ក្តិសមសម្រាប់អ្នកដែលចាប់ផ្ដើមលើកដំបូងជាមួយនឹងដើមទុនត្រឹមតែ$1000អាជីវកម្មដែលខ្ញុំយកមកនិយាយនេះដោយខ្ញុំមើលឃើញថាវាពិតជាមានភាពរីកចម្រើននៅក្នុងទីផ្សារកម្ពុជាដូចជាការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិតជាង10លាននាក់នៅក្នុងកម្ពុជានិងតម្រូវការរបស់ប្រជាជនលើផលិតផលនិងសេវាកម្មដែលងាយស្រួលនិងមានតម្លៃសមរម្យដោយអាជីពទាំង5ប្រភេទនេះពិតជាមានហានិភ័យទាបព្រោះមិនចាំបាច់មានទីតាំងធំឬប្រើឧបករណ៍ថ្លៃៗមិនត្រឹមតែប៉ុណ្ណឹងយើងអាចចាប់ផ្ដើមពីផ្ទះរបស់យើងក៏បាននិងទទួលបានចំណូលចាប់តាំងពីខែដំបូងប្រសិនបើអ្នកណាដែលមានការតាំងចិត្តខ្ពស់ស្រាប់ហើយអ្នកនឹងទទួលបាននៅអ្វីដែលខ្ញុំនឹងយកមកបង្ហាញនៅពេលនេះហើយខ្ញុំនឹងអធិប្បាយមួយយ៉ាងស៊ីជម្រៅដើម្បីឲ្យបងប្អូនបានយល់និងយកទៅធ្វើតាមហើយសុវត្ថិភាពបំផុតដែរអាជីពទី1លក់ទំនិញនៅលើអនឡាញបើជាភាសាអង់គ្លេសគឺ e-commerce ឬ drop shipping នេះគឺជាអាជីវកម្មដែលពេញនិយមបំផុតនៅក្នុងកម្ពុជានៅក្នុងពេលបច្ចុប្បន្ននេះព្រោះប្រជាជននៅក្នុងប្រទេសរបស់យើងកំពុងប្រើដូចជា Facebook TikTok ហើយនិង Telegram សម្រាប់ការទិញទំនិញលក់ជាច្រើនមហាសាលយើងមានដើមទុនត្រឹមតែ$1000អ្នកអាចចាប់ផ្ដើមដោយទិញទំនិញតិចៗដូចជាសម្លៀកបំពាក់គ្រឿងសម្អាងអាហារបំប៉នឬផលិតផលកសិកម្មទៅលក់នៅតាមអនឡាញឬមួយបែបទៀតហៅថា drop shipping បានន័យថាអ្នកមិនចាំបាច់ស្តុកទំនិញដោយខ្លួនឯងគ្រាន់តែយើងធ្វើការផ្សព្វផ្សាយហើយនៅពេលណាដែលយើងលក់បានយើងក៏ឲ្យអ្នកដែលផ្គត់ផ្គង់យើងជាអ្នកផ្ញើអីវ៉ាន់ទៅកាន់អតិថិជនដោយផ្ទាល់ខ្ញុំឧទាហរណ៍ថាដូចជាទិញសម្លៀកបំពាក់ពីផ្សារអូរស័យឬក្រុមហ៊ុននៅក្នុងស្រុកដែលមានតម្លៃទាបរួចយកទៅលក់នៅលើ Facebook នៅក្នុងតម្លៃដែលយើងអាចចំណេញបានប្រហែល50%ទៅ80%បែបនេះក៏ធ្វើឲ្យអ្នកចំណេញច្រើនហើយអ្នកមានហានិភ័យទាបបំផុតព្រោះយើងអាចសាកល្បងទីផ្សារដោយមិនចាំបាច់ចំណាយច្រើនហើយបើយើងព្យាយាមនៅក្នុងការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមយើងអាចទទួលបានពីការបញ្ជាទិញចាប់តាំងពីសប្ដាហ៍ដំបូងក៏ថាបាននឹងយើងអាចរកចំណូលចាប់ពី$200ទៅ$500ក្នុងមួយខែដោយមិនពិបាកចំណុចនេះបងប្អូនចាប់អារម្មណ៍ឬក៏អត់បើមិនទាន់ចាប់អារម្មណ៍ទេគឺខ្ញុំមាន4អាជីពទៀតដែលសុទ្ធសឹងតែជាអាជីពល្អៗបងប្អូនត្រូវតែស្ដាប់ឲ្យគ្រប់ទាំង4អាជីពជាពិសេសគឺអាជីពទី5ដែលជាអាជីពដែលស័ក្តិសមសម្រាប់ប្រទេសយើងខ្លាំងបំផុតអាជីពទី2សេវាកម្មឯករាជ្យនៅលើអនឡាញ Freelance Digital Service នៅក្នុងសម័យកាល Digital នេះក្រុមហ៊ុននានាត្រូវការសេវាកម្មដូចជាការរចនារូបភាពការរចនា logo ឬក៏ការបង្កើត content រួមទាំងការគ្រប់គ្រងបណ្ដាញសង្គមជាដើមជាមួយនឹងដើមទុនដែលយើងមានមិនលើសពី$1000បងប្អូនក៏អាចធ្វើវាបានដោយបងប្អូនវិនិយោគទៅលើចំណេះដឹងពីវិធីនៅក្នុងការគ្រប់គ្រងបណ្ដាញសង្គមអស់មិនប៉ុន្មានបន្តមកទៀតគឺបងប្អូនអាចយកលុយដែលនៅសល់យកវាទៅវិនិយោគទៅលើកុំព្យូទ័រនិងអាចរៀនជំនាញដែលឥតគិតថ្លៃដូចជានៅតាម YouTube ឬក៏រៀនជំនាញខ្លីៗដែលមិនចាំបាច់ចាយលុយព្រោះនៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានតម្រូវការខ្ពស់ខ្លាំងមែនទែនហើយក៏មានអ្នកលក់អនឡាញជាច្រើនដែលគាត់មិនចង់គ្រប់គ្រងដោយខ្លួនឯងហើយគាត់នឹងជួលអ្នកដទៃឲ្យគ្រប់គ្រងជំនួសគាត់ប្រសិនបើបងប្អូនមកធ្វើនៅត្រង់ចំណុចនេះគឺបងប្អូនមានហានិភ័យទាបបំផុតដោយបងប្អូនគឺមិនចាំបាច់យកលុយទៅស្តុកនៅលើទំនិញអ្វីទាំងអស់គ្រាន់តែបងប្អូនលក់ជំនាញដែលបងប្អូនមានហើយអាចរកចំណូលបានចាប់ពី$100ទៅ$300ឬក៏ទៅ$500តាំងពីខែដំបូងមកម្លេះប្រសិនបើយើងផ្ដល់សេវាកម្មល្អហើយនឹងធ្វើឲ្យយើងមានអតិថិជនកាន់តែច្រើនទៅចំណូលរបស់យើងកាន់តែខ្ពស់ទៅដែរមែនអត់ប្រសិនបើអ្នកផ្ដល់សេវាកម្មល្អវាក៏ធ្វើឲ្យអ្នកមានអតិថិជនកាន់តែច្រើនឡើងហើយចំណូលរបស់អ្នកក៏
ក៏កាន់តែខ្ពស់បើអ្នកបដោតទៅលើជំនាញដែលអ្នកចូលចិត្តទៅទៀតនោះគឺកាន់តែល្អដូចជាបើយើងចូលចិត្តថតរូបយើងអាចជាផ្សព្វផ្សាយខ្លួនយើងថាខ្លួនយើងនឹងមានជំនាញនៅក្នុងការថតរូបរួចយើងរចនារូបភាពរួចយើងប្រម៉ូទនៅលើបណ្ដាញសង្គមយើងធ្វើបែបនេះនឹងធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍ទីបំផុតគាត់នឹងមកប្រើសេវាកម្មរបស់យើងហើយវាក៏ជាវិធីមួយយ៉ាងដែលធ្វើឲ្យយើងអាចចាប់ផ្ដើមអាជីពទាំងអស់នោះចេញពីផ្ទះរបស់យើងព្រោះវាជាអាជីពមួយដែលយើងអាចបង្រីកឲ្យកាន់តែធំទៅនៅពេលអនាគតអាជីពទី3អាជីវកម្មលក់ម្ហូបអាហារខ្នាតតូចនៅតាមផ្លូវ street food ឬ home based delivery ប្រជាជនកម្ពុជាយើងចូលចិត្តអាហាររហ័សហើយធូរថ្លៃជាពិសេសនៅក្នុងទីក្រុងភ្នំពេញឬតំបន់ទីប្រជុំជនបើអ្នកមានត្រឹមតែ$1000អ្នកអាចជាវិនិយោគទៅលើឧបករណ៍ដែលសាមញ្ញដូចជាចង្ក្រានរទេះទូចមួយឬក៏ម៉ូតូសម្រាប់ដឹកជញ្ជូនរួចចាប់ផ្ដើមលក់ម្ហូបអាហារដែលយើងចេះដូចជានំបញ្ចុកបាយឆាទឹកផ្លែឈើក៏លុកស្រស់ជាដើមខ្ញុំឧទាហរណ៍ថាយើងទិញគ្រឿងផ្សំពីផ្សារនៅក្នុងតម្លៃទាបរួចលក់នៅតាម Grab ឬ Food Panda ដើម្បីទទួលបាននៅការបញ្ជាទិញពីផ្ទះបើធ្វើបែបនេះបានខ្ញុំមើលឃើញថាវាពិតជាមានហានិភ័យទាបណាស់បើសិនជាមានគេកំងទើបយើងផលិតបើគេមិនទាន់កំងយើងក៏អាចផ្លាស់សេរបស់ទាំងអស់នោះបានព្រោះអាជីពនេះគឺយើងអាចសាកល្បងធ្វើវាដោយខ្លួនឯងម្ដងបន្តិចក៏បានហើយបើសិនជាយើងធ្វើឲ្យវាឆ្ងាញ់នឹងមានអនាម័យល្អយើងអាចរកចំណូលបានចាប់តាំងពី$100ទៅ$400ចាប់តាំងពីខែដំបូងមកម្លេះគន្លឹះដែលយើងអាចធ្វើបានគឺយើងត្រូវរក្សានៅគុណភាពអនាម័យនិងប្រើបណ្ដាញសង្គមដើម្បីផ្សព្វផ្សាយថាយើងកំពុងលក់អ្វីបើអ្នកតាំងចិត្តធ្វើវារាល់ថ្ងៃវានឹងក្លាយទៅជាប្រភពចំណូលយ៉ាងមានស្ថិរភាពអាជីពទី4សេវាកម្មជួសជុលឧបករណ៍អេឡិចត្រូនិក phone repair ឬ get service នៅក្នុងប្រទេសកម្ពុជារបស់យើងប្រើប្រាស់ទូរស័ព្ទដៃស្ទើរតែគ្រប់គ្នាប៉ុន្តែការជួសជុលថ្លៃដូច្នេះហើយមានតម្រូវការខ្ពស់ជាមួយនឹងដើមទុនត្រឹមតែ$1000អ្នកអាចជាទិញឧបករណ៍ជួសជុលបែបសាមញ្ញនិងរៀនពីជំនាញតាមរយៈអនឡាញឬតាមសាលាដែលមានការបង្រៀនជីវៈខ្លីៗរួចដាក់ពាក្យចូលរៀនយ៉ាងយូរមួយខែក៏យើងអាចចាប់ផ្ដើមជួសជុលបានទៅហើយខ្ញុំឧទាហរណ៍ថាចាប់ផ្ដើមពីការជួសជុលអេក្រង់ទូរស័ព្ទឬក៏ថ្មទូរស័ព្ទរួចយើងអាចផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមរួចផ្សព្វផ្សាយតាមក្រុម Facebook នៅក្នុងបណ្ដាញសង្គមខ្ញុំគិតថាអាជីពនេះគឺមានហានិភ័យទាបណាស់នៅពេលដែលអ្នកទទួលបានការងារហើយចាំអ្នកទិញគ្រឿងបន្លាស់តាមតម្រូវការដែលយើងជួសជុលអាជីពនេះល្អពេញនិយមហើយអាចរកចំណូលបានខ្ពស់រហូតដល់$200ទៅ$500ក្នុងមួយខែដំបូងបើអ្នកផ្ដល់សេវាកម្មលឿននិងធានាទៅកាន់អតិថិជនហើយក៏ធ្វើឲ្យអតិថិជនពេញចិត្តអតិថិជននឹងប្រាប់បន្តឬក៏ប្រាប់តគ្នាមួយចំណុចទៀតគឺយើងអាចបន្ថែមទៅលើការ service ដូចជាការជួសជុលដល់ផ្ទះការជួសជុលដល់ក្រុមហ៊ុនបែបនេះគឺជាអាជីពថ្មីដែលធ្វើឲ្យយើងនឹងអាចបង្កើនចំណូលដ៏ខ្ពស់គន្លឹះដែលធ្វើឲ្យយើងអាចចាប់ផ្ដើមបានគឺយើងអាចទៅសិក្សាពីអ្នកដទៃដែលគេមានបទពិសោធន៍និងយើងត្រូវតែបង្កើតនៅទំនុកចិត្តជាមួយនឹងអតិថិជនដោយផ្ដោតលើការធានាដើម្បីឲ្យអតិថិជននឹងមានភាពជឿជាក់លើយើងអាជីវកម្មនេះយើងអាចពង្រីកវាទៅជាហាងធំទៅបានអាជីពទី5ផលិតផលដំណាំកសិកម្ម Organic Farming ឬ Selling Local Products អាជីពនេះគឺជាអាជីពដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជានៅក្នុងប្រទេសកម្ពុជាតម្រូវការលើផលិតផលសរីរាង្គកំពុងតែមានការកើនឡើងបើអ្នកមានដើមទុនត្រឹមតែ$1000អ្នកអាចទិញគ្រាប់ពូជជីធម្មជាតិនិងដីតូចមួយរួចដាំដំណាំដាំបន្លែដូចជាការដាំសាឡាត់ត្រកួនម្រះស្ពៃឬជាប្រភេទដំណាំរយៈពេលខ្លីសម្រាប់កាត់យកទៅលក់ដោយយើងអាចដាំនៅលើដីខ្នាតតូចបានឧទាហរណ៍នៅពេលណាដែលយើងដាំរួចយើងអាចយកទៅលក់នៅតាមទីផ្សារដែលនៅជិតផ្ទះរបស់យើងឬក៏យើងលក់នៅតាមអនឡាញនិងយើងអាចយកទៅដាក់នៅតាមភោជនីយដ្ឋានបើសិនជាដំណាំដែលយើងដាំនឹងជាប្រភេទដំណាំដែលគ្មានជាតិគីមីបែបនេះគឺហានិភ័យទាបព្រោះយើងធ្វើអ្វីដែលតាក់ទងនឹងធម្មជាតិក៏ជួយយើងត្រឡប់មកវិញហើយក៏យើងអាចប្រមូលផលនៅក្នុងរយៈពេល1ខែទៅ2ខែចំណូលដែលយើងអាចទទួលបានគឺយើងអាចរកបានចាប់ពី$150ទៅ$300ក្នុងមួយខែគន្លឹះដែលយើងសិក្សាពីការដាំដំណាំធម្មជាតិគឺយើងអាចសិក្សាបានពីក្រសួងឬនៅតាមវគ្គសិក្ខាសាលាដែលមានបង្ហាញនៅជំនាញខ្លីៗពីការដាំដុះប្រសិនបើបងប្អូនមានការតាំងចិត្តខ្ពស់វាមិនមែនត្រឹមតែរកចំណូលចូលផ្ទះប៉ុណ្ណោះទេប្រសិនបើបងប្អូនមានការតាំងចិត្តខ្ពស់ចំពោះអាជីពនេះវាមិនមែនត្រឹមតែជួយរកចំណូលចូលគ្រួសារប៉ុណ្ណឹង
នឹងទេប្រសិនបើបងប្អូនប្រើដោយខ្លួនឯងទៅទៀតវានឹងជួយឲ្យគ្រួសាររបស់យើងមានសុខភាពល្អពីព្រោះយើងបរិភោគផលដំណាំដែលយើងដាំដោយខ្លួនឯងដោយគ្មានជាតិគីមីបន្ទាប់ពីស្គាល់អាជីពល្អៗទាំងអស់នេះហើយមើលទៅដូចជាងាយតែគ្រប់យ៉ាងនៅលើโลกយើងនេះគ្មានអ្វីដែលគ្មានហានិភ័យនោះទេនេះគឺហានិភ័យ3ចំណុចសំខាន់ដែលអាចកើតមានឡើងគ្រប់អាជីវកម្មទាំងអស់ហើយទាំង3ចំណុចនេះខ្ញុំនឹងបង្ហាញពីវិធីការពារដើម្បីជៀសផុតពីហានិភ័យទាំងអស់នោះហានិភ័យទី1គឺហានិភ័យផ្នែកហិរញ្ញវត្ថុ Financial Risk ដូចជាការចំណាយលឿនពេកឬក៏ចំណាយលើសចំណូលឬខ្វះសាច់ប្រាក់នៅក្នុងការដំណើរការអាជីវកម្មដើម្បីឲ្យបងប្អូនបានត្រៀមបងប្អូនត្រូវតែមានផែនការនៅក្នុងការចំណាយយ៉ាងច្បាស់លាស់ដូចជាមានការបែងដើមទុននៅក្នុងការដំណើរការអាជីវកម្មបែងដូចជា 50% សម្រាប់ទិញទំនិញនិង 50% ទៀតសម្រាប់បម្រុងនៅក្នុងការដំណើរការអាជីវកម្មព្រមទាំងកត់ត្រានៅចំណូលចំណាយជារៀងរាល់ថ្ងៃយើងអាចប្រើកម្មវិធី Excel ឬបើសិនជាបងប្អូនមិនចេះកុំព្យូទ័របងប្អូនអាចប្រើសៀវភៅនៅក្នុងការកត់ត្រាជារៀងរាល់ថ្ងៃបានហានិភ័យទី2គឺហានិភ័យទៅលើការធ្វើទីផ្សារ Marketing Risk ដូចជាមានការប្រកួតប្រជែងទីផ្សារខ្ពស់ឬតម្រូវការមានការផ្លាស់ប្ដូរលឿនត្រង់ចំណុចនេះត្រូវតែមានការត្រៀមដោយការសិក្សាទីផ្សារទុកជាមុនដូចជាសួរមិត្តភ័ក្តិដែលមានជំនាញរឿងនោះឬក៏មើលនៅក្នុង group Facebook ថាតើទំនិញឬសេវាកម្មរបស់អ្នកមានតម្រូវការខ្លាំងប៉ុណ្ណារួចកែសម្រួលផលិតផលរបស់អ្នកឲ្យខុសពីគេយ៉ាងដូចម្តេចដើម្បីធ្វើឲ្យអតិថិជនចាំនៅផលិតផលរបស់យើងហើយប្រើផលិតផលរបស់យើងប្រើហើយប្រើទៀតហានិភ័យទី3គឺហានិភ័យប្រតិបត្តិការហានិភ័យនេះគឺសំខាន់បងប្អូនទាំងអស់គ្នា Operational Risk ដូចជាបញ្ហាច្បាប់ឬក៏ការគ្រប់គ្រងមិនល្អត្រៀមដោយចុះឈ្មោះបញ្ជីពាណិជ្ជកម្មនៅពេលដែលអាជីវកម្មរបស់បងប្អូនកាន់តែរីកចម្រើនឡើងគឺបងប្អូនត្រូវតែត្រៀមនៅក្នុងការចុះឈ្មោះអាជីវកម្មខ្នាតតូចនៅក្នុងក្រសួងពាណិជ្ជកម្មដែលមានតម្លៃទាបនិងរៀនជំនាញគ្រប់គ្រងពីសៀវភៅវគ្គសិក្សាដែលឥតគិតថ្លៃដើម្បីធានាថាអ្វីនឹងដំណើរការរលូនទៅមុខប្រសិនបើបងប្អូនត្រៀមខ្លួនបានយ៉ាងល្អវានឹងធ្វើឲ្យបងប្អូនកាត់បន្ថយនៅហានិភ័យដ៏ច្រើនដែលអាចកើតឡើងនៅក្នុងការដំណើរការអាជីវកម្មរបស់បងប្អូនដូច្នេះខ្ញុំសរុបមកការចាប់ផ្ដើមអាជីវកម្មមិនមែនជារឿងដែលពិបាកបើអ្នកមានការតាំងចិត្តនិងផែនការល្អដូច្នេះហើយខ្ញុំសរុបមកវិញថាការចាប់ផ្ដើមអាជីវកម្មមិនមែនជារឿងដែលពិបាកបើយើងមានការតាំងចិត្តនិងមានផែនការយ៉ាងច្បាស់លាស់យើងត្រូវចងចាំថាជោគជ័យមិនមែនកើតឡើងពីដើមទុនធំនោះទេប៉ុន្តែភាពជោគជ័យគឺកើតឡើងពីការខិតខំប្រឹងប្រែងនិងការរៀនសូត្រជាបន្តបន្ទាប់នេះគឺជាឧទាហរណ៍ដ៏ល្អមួយដែលខ្ញុំនឹងលើកយកមកបង្ហាញដូចជា Jeff Bezos ស្ថាបនិក Amazon គាត់គឺជាមហាសេដ្ឋីដ៏ល្បីម្នាក់នៅលើពិភពលោកប៉ុន្តែប្រវត្តិចាប់ផ្ដើមរបស់គាត់គឺគ្មានអ្វីទាល់តែសោះគាត់គឺជាបុគ្គលិកធនាគារនៅទីក្រុងញូវយ៉កពីមុនហើយគាត់ក៏បានលាឈប់ពីការងាររបស់គាត់និងគាត់មានលុយសន្សំត្រឹមតែ$1000ប៉ុណ្ណោះដើម្បីបង្កើតនៅគេហទំព័រ Amazon គាត់ចាប់ផ្ដើមបង្កើត Amazon នៅក្នុងការិយាល័យតូចមួយនៅក្នុងផ្ទះរបស់គាត់ហើយការិយាល័យដែលគាត់បង្កើតគឺជាឃ្លាំងដែលຕົកចោលនេះគឺជាចំណុចចាប់ផ្ដើមរបស់គាត់ចាប់ផ្ដើមលក់សៀវភៅតាមអ៊ីនធឺណិតដោយផ្សព្វផ្សាយតាមអ៊ីមែលដោយយកសៀវភៅពីផ្សារមកលក់ទោះបីជាជួបនៅការបដិសេធយ៉ាងច្រើនហើយនឹងជួបការបដិសេធពីវិនិយោគិនជាច្រើនអ្នកទៅទៀតតែគាត់ក៏ខិតខំបន្តរហូតពង្រីកទៅកាន់ទីផ្សារអនឡាញធំបំផុតដែលមានតម្លៃជាង$1 trillionមេរៀនដែលយើងរៀនបានគឺគិតធំចាប់ផ្ដើមទូចនិងផ្ដោតលើអតិថិជនជានិច្ចបើ Bezos អាចផ្លាស់ប្ដូរអាជីវកម្មរបស់គាត់ទៅជាអាណាចក្រដ៏ធំធេងបានអ្នកក៏អាចចាប់ផ្ដើមពីផ្ទះរបស់អ្នកបានដូចគ្នាបងប្អូនទាំងអស់គ្នាឧទាហរណ៍នេះគឺខ្ញុំចង់បង្ហាញថាភាពជោគជ័យមិនមែនកើតចេញពីលុយច្រើនប៉ុណ្ណោះទេប៉ុន្តែកើតចេញពីការតាំងចិត្តនិងការខិតខំទៅវិញទេដូច្នេះហើយសម្រាប់អ្នកដែលមានដើមទុនត្រឹមតែ$1000ក៏អាចចាប់ផ្ដើមឥឡូវនេះបានចងចាំថាជំហានដំបូងគឺជាជំហានដ៏សំខាន់បំផុតហើយក៏អបអរសាទរសម្រាប់បងប្អូនដែលស្ដាប់វីដេអូនេះដល់ចប់ប្រសិនបើបងប្អូនពេញចិត្តបងប្អូនអាចចុច like ឬបើសិនជាបងប្អូនមានអ្វីនៅក្នុងចិត្តបងប្អូនអាច comment នៅក្រោមវីដេអូនេះហើយខ្ញុំមានតែពាក្យជូនពរឲ្យបងប្អូនជោគជ័យគ្រប់អាជីពដែលបងប្អូនធ្វើហើយបើគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនចុច subscribe ហើយនិងចុចកណ្ដឹងខ្ញុំនឹងនាំបងប្អូនទៅកាន់ភាពរីកចម្រើនទៅព្រមៗគ្នា